Hello ជំរាបសួរសួស្តីទាំងអស់គ្នាចាស្វាគមន៍សម្រាប់ការអានសិក្សាវិទ្យារដ្ឋទាំងអស់គ្នាចាសម្រាប់វីដេអូនេះយើងមកមើលរាសីណាសម្រាប់អ្នកដែលកើតឆ្នាំម្សាញ់នៅក្នុងខែ6យ៉ាងណាដែរអញ្ចឹងយើងមកមើលរាសីសម្រាប់អ្នកកើតឆ្នាំម្សាញ់មើលចាអញ្ចឹងមើលគោនៅក្នុងខែ6សិនណាសម្រាប់អ្នកឆ្នាំម្សាញ់ចារឿងល្អចូលមកហើយណាឃើញថាពាក់ព័ន្ធជាមួយតំណែងការងារពាក់ព័ន្ធជាមួយនឹងលុយកាក់អីណាជាពិសេសពាក់ព័ន្ធជាមួយនឹងការងារឃើញរឿងល្អមានការងារច្រើនឲ្យធ្វើណាចាឥឡូវយើងមើលការងារល្អហ្នឹងមានអីខ្លះណាចាឃើញថាការងារតំណែងជាមួយមនុស្សក្មេងណាឃើញថាល្អចាការងារតែធ្លាប់តែញ៉ៃណាអត់ទទួលបានការគ្រប់គ្រងឬក៏អត់ទទួលបានមានភាពរីកចម្រើនអីឃើញថាទទួលបានច្រើនណាហើយមួយទៀតឃើញថាក្នុងនោះដែរជោគជ័យជាពិសេសអ្នកដែលធ្វើការជាមួយមនុស្សស្រីគឺភាគរយជោគជ័យច្រើនមែនតើណាសម្រាប់អ្នកឆ្នាំម្សាញ់នឹងអញ្ចឹងឃើញថាការងារដែលកៀងអាចដោះស្រាយបានការងារដែលមានភាពញ៉ៃអាចដោះស្រាយបានណាចាឥឡូវរឿងអ្វីដែលយើងគួរតែជៀសវាងពាក់ព័ន្ធជាមួយនឹងការងារយើងផងដែរណាចាក្នុងនោះឯងឃើញថាបញ្ហារបស់យើងពាក់ព័ន្ធជាមួយនឹងការងារណាឃើញថាអ្នកដែលធ្វើការជាមួយនឹងលុយមួយរយៈនេះរៀងបារម្ភច្រើនភ័យព្រួយណាចាមានកង្វល់ច្រើនចាពាក់ព័ន្ធជាមួយនឹងការងាររបស់យើងណាឃើញថាប្រយ័ត្នប្រយែងមែនតើណា focus ទៅលើការងារមែនតើណាអ្នកដែលធ្វើការនៅក្នុងធនាគារនិយាយទៅអ្នកដែលធ្វើការមួយនឹងលុយដូចជាមិនសូវជាមានស្ថានភាពមិនសូវជាមានស្ថិរភាពល្អទេចាមានភាពរញ៉េរញ៉ៃតិចណាចាប្រយ័ត្នប្រយែងដែរក្នុងនោះបានលៀបពីមនុស្សស្រីមានបញ្ហាក៏ដោយសារតែមនុស្សស្រីដែរពាក់ព័ន្ធជាមួយនឹងលុយដែរចាឥឡូវយើងមើលអំពីលុយកាក់យើងមើលរឿងល្អណាខ្ញុំបើកទាំង3មកចាជឿអីខ្លះចាឃើញថារឿងល្អពាក់ព័ន្ធជាមួយនឹងលុយកាក់នៅក្នុងខែហ្នឹងចាឃើញថានៅក្នុងដើមខែឃើញមានលៀបពីមនុស្សប្រុសចាស់ណាចាដល់ពេលចុងខែកណ្ដាលខែឃើញថាបញ្ហារបស់យើងដែលយើងកង្វល់យើងអាចដោះស្រាយបានឬក៏អាចនិយាយថាមានសេរីភាពជាមួយនឹងលុយកាក់សងបំណុលគេអស់ឬក៏អាចដោះស្រាយជាមួយនឹងបំណុលឬក៏អាចដោះស្រាយជាមួយនឹងលុយដែលយើងត្រូវការយកមកប្រើនោះគឺអាចដោះបានណាចាឃើញថាទោះបីជាលុយចូលមកតិចឬតិចក្តីច្រើនក្តីប៉ុន្តែឃើញថាវាល្អវាសប្បាយចិត្តជាមួយនឹងការទទួលបាននៅលុយកាក់នឹងដែរចាឥឡូវសម្រាប់អ្នកឆ្នាំម្សាញ់រឿងអ្វីដែលយើងគួរតែជៀសវាងចាពាក់ព័ន្ធជាមួយនឹងលុយឬក៏ជាបញ្ហាយើងពាក់ព័ន្ធជាមួយនឹងលុយដែរណាឃើញថាក្នុងនេះសម្រាប់លុយកាក់វិញណាខ្ញុំមើលទៅដូចជាអាចនឹងកៀងខ្លះដែរឬដូចជាមិនសូវល្អប្រយ័ត្នប្រយែងដែរលុយដែលយើងរំពឹងពីមនុស្សប្រុសចាស់ស្រីចាស់ថាបានលៀបពីគេតែចិត្តស្ដែងអត់បានទេមនុស្សនឹងអត់បានឲ្យលៀបយើងទេមនុស្សនឹងគ្រាន់តែសន្យាចោលឬក៏យើងមានកម្រងទាពីគេឬក៏យើងរស៊ីជាមួយគេហ្នឹងចិត្តស្ដែងអត់បានលុយពីគេទេណាប្រុសចាស់ស្រីចាស់ណាក្នុងនឹងសម្រាប់ដាក់សម្ដៅលើមនុស្សចាស់ណាឃើញថាអត់បានទេឬក៏រំពឹងពីម៉ែឪយើងណាឃើញថារឿងលុយរឿងកាក់គឺអាចទៅរួចដែរណាចាឥឡូវយើងមើលរឿងស្នេហារឿងល្អមើលចារឿងអីខ្លះណាចារឿងស្នេហារឿងល្អណាឃើញថាភាពញ៉ៃញ៉ៃភាពសៅមងណាការប្រកួតប្រជែងគ្នាឃើញថាអាចដោះស្រាយបានឬក៏ចំនួនដែលមិនយល់គ្នានៅក្នុងក្រុមគ្រួសារស្នេហាអាចដោះស្រាយបានចាហើយមួយទៀតឃើញថាទទួលបានលៀបសំណាងណាទទួលបានកាដូធំមួយពីដៃគូស្នេហាយើងចាគេលេងក្បត់លេងអីមួយយើងបានទៅជាកំណប់ទ្របានទៅជាកាដូអីផ្សេងណាចាឬក៏អាចនិយាយថាការសង្ស័យរបស់យើងអាចស្រាយបានដូចថាយើងសង្ស័យដៃគូយើងក្បត់យើងណាសង្ស័យប្រពន្ធយើងប្តីយើងក្បត់យើងមិនតែជាក់ស្ដែងយើងអាចរកចម្លើយឃើញថាអត់មានទេណាចាឥឡូវយើងមើលទៀតមើលអ្វីដែលយើងគួរតែប្រយ័ត្នឬក៏ទទួលបានរឿងមិនល្អនៅក្នុងខែ6នេះណាចាឃើញថាពាក់ព័ន្ធជាមួយនឹងលុយកាក់ដែរណាឃើញថាលុយកាក់អាចនឹងមានចំនួនមានទំនាស់ដោយសាររឿងលុយកាក់អាចនឹងកើតឡើងដោយសារតែភាពមិនស្មោះត្រង់រឿងលុយកាក់ណាជាពិសេសជីវិតប្តីប្រពន្ធនឹងមកណាដូចជាមិនសូវជាល្អទេណាចា
ឃើញថាដៃគូយើងប្តីយើងអត់ស្មោះត្រង់មួយយើងលួចលាក់រឿងលុយមួយយើងចាហើយមួយទៀតសម្រាប់ពាក់ព័ន្ធជាមួយនឹងកូនណាអ្នកដែលចង់បានកូនអត់ទទួលបានកូនទេចាឬក៏ដៃគូយើងនៅក្នុងខែ6នេះចង់បរិចមុខរបររកស៊ីអីក៏អត់ទាន់ឃើញបានសម្រេចដែរណាអ្វីគ្រាន់តែជាការក្រងអ្វីគ្រាន់តែជាការគិតប៉ុន្តែអត់អាចបានសម្រេចទេចាសម្រាប់អ្នកឆ្នាំម្សាញ់ហ្នឹងអញ្ចឹងឃើញថាឆ្នាំម្សាញ់ណាពាក់ព័ន្ធជាមួយនឹងការងារល្អច្រើនលុយកាក់ស្នេហាដូចជាមិនសូវជាមានបញ្ហាទេឃើញថាល្អបានដល់ 70% ដែរណាចូលដល់ក្នុងខែ6នេះអញ្ចឹងអរគុណច្រើនមែនតើណាសម្រាប់អ្នកឆ្នាំម្សាញ់ជូនពរសំណាងល្អជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ